up the pace when I'm running. I always take what I want and I always give it 100. Don't need a bank, no I'm funded. Play the game like it's nothing. I'm always thankful for something. Don't take for granted, stay humble. Now wake up! It's time to look at the enemy. Look in the mirror if he is no friend to me. It's not working out, maybe it's the chemistry. It's time to break up so I can make a better me. Better. ចាជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាហើយក៏សូមស្វាគមន៍មកកាន់ Channel ANG ខ្មែរ US សាជាថ្មីម្ដងទៀតចាសម្រាប់វីដេអូមួយនេះផងដែរបងប្អូនចានាងខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនអំពីតម្លៃខោអាវនៅសហរដ្ឋអាមេរិកថាតើតម្លៃខោអាវនៅក្នុងសហរដ្ឋអាមេរិកមានតម្លៃថ្លៃឬក៏មិនថ្លៃសម្រាប់វីដេអូមួយនេះបងប្អូននាងខ្ញុំនឹងបង្ហាញបងប្អូនអំពីរ៉ូពីដែលនាងខ្ញុំទិញនៅក្នុងទីក្រុង San Francisco ចាហើយនាងខ្ញុំនឹងបង្ហាញបងប្អូនអំពីតម្លៃនៃរ៉ូបទាំងពីរនេះហើយកុំភ្លេចបងប្អូនសរសេរនៅក្នុង comment ថាតើតម្លៃនៃរ៉ូបនេះថ្លៃឬក៏មិនថ្លៃ Living life, every day, late at night, not okay. All I want, and I pray, all I need are some better days. Fuck me, I'm looking in the mirror, so foggy, but I've never seen clearer. I don't really think anyone can save me, and honestly I'm not really sure I want saving. I like to be my own worst enemy. There's no risk if you don't try at anything, so I'ma just keep buying everything. See you in the next life, hope to be a better me. I don't think that my head's on straight, gotta flip it and grip it and go and get an x-ray. What's wrong with me? I just feel weight pushing on my chest and it squeezes till I suffocate. Better change my mindset, meditate. It's pretty cool that I'm alive and have better days. I could walk, see, hear, I should celebrate. Think I could change my mind, maybe elevate. Living life, every day, late at night, not okay. All I want, and I pray, all I need are some better days. Yeah, all I need are some better days. Cause all I want, and I pray, I believe in the better days. I'm kinda stuck between a rock and a hard place. Do I work hard or live at my pace? You're only young once, yeah that's all great, but I also want a future where I'm okay. Living life is doing lots of cocaine. Wait, no. បងប្អូននាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបាន subscribe channel របស់នាងខ្ញុំឥឡូវនេះនាងខ្ញុំបាន100 subscribe ហើយបងប្អូនសូមអរគុណដល់បងប្អូនទាំងអស់ដែលចូលមកកាន់ channel របស់នាងខ្ញុំហើយមើលវីដេអូក៏ដូចជាសរសេរជា comment ក៏ដូចជាចា subscribe និងរាប់អាននាងខ្ញុំដោយស្មោះចានាងខ្ញុំពិតជាសប្បាយចិត្តមែនទែនចាហើយបងអូនប្រុសម្នាក់គាត់បានសួរខ្ញុំថានឹកឃើញយ៉ាងម៉េចធ្វើ YouTube channel ប្រាប់តិចមើលនេះគឺជាសំណួររបស់គាត់បងប្អូនចាអូខេអញ្ចឹងបងប្អូនចាដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនមួយនេះចាអញ្ចឹងនាងខ្ញុំជាខ្មែរមកនៅសហរដ្ឋអាមេរិកហើយខ្ញុំឃើញថាប្រទេសគេមានកន្លែងស្អាតៗច្រើនហើយខ្ញុំចូលចិត្តដើរលេងខ្ញុំដើរលេងច្រើនអញ្ចឹងខ្ញុំដឹងថាបងប្អូននៅស្រុកខ្មែរបងប្អូនចង់ដឹងថាតើនៅសហរដ្ឋអាមេរិកទេសភាពយ៉ាងដូចម្ដេចមែនទេមែនអត់បងប្អូនចាបើមែនដាក់នៅក្នុង comment មួយថាមែនអូខេអញ្ចឹងសម្រាប់អ្នកខ្ញុំគ្រាន់តែគិតថាខ្ញុំចង់ចែករំលែកបងប្អូនចង់ចែករំលែកទេសភាពកន្លែងនេះដែលខ្ញុំបានទៅលេងខ្ញុំឃើញខ្ញុំស្អាតអញ្ចឹងខ្ញុំចង់ចែករំលែកទេសភាពនឹងជាមួយបងប្អូនមិនថាធ្វើវីដេអូដើរលេងរហូតអួតចង់ប្រាប់ថាខ្ញុំនឹងលយខ្ញុំអស់ចា no មិនអញ្ចឹងឯងបងប្អូនសុំកុំគិតអញ្ចឹងឲ្យសោះទី1គឺនាងខ្ញុំចង់ធ្វើ channel ហ្នឹងដើម្បីឲ្យបងប្អូនបានឃើញអំពីទេសភាពនៅស្រុកគេក៏ដូចជាជីវិតនៃការរស់របស់នាងខ្ញុំនៅក្នុងសហរដ្ឋអាមេរិកនេះយ៉ាងម៉េចដែរតិចទៀតខ្ញុំនឹងធ្វើវីដេអូផ្សេងដែលតាក់ទងទៅនឹងកន្លែងដែលខ្ញុំរស់នៅតាក់ទងទៅនឹងផ្ទះជុំវិញតំបន់ដែលខ្ញុំរស់នៅក៏ដូចជានៅកន្លែងនេះនៅផ្សារគេយ៉ាងម៉េចហើយតម្លៃម្ហូបនៅទីនេះយ៉ាងម៉េចឥឡូវវីដេអូទី1នេះខ្ញុំបង្ហាញអំពីសម្លៀកបំពាក់បងប្អូនបង្ហាញអំពីរ៉ូពីហើយកុំភ្លេចបងប្អូនខ្ញុំមិនមែន model ទេអូខេខ្ញុំមិនមែនអ្នកតារាបង្ហាញម៉ូដទេចឹងលើសលួសខ្វះខាតអធិស្ឋានសូមចាសុំតោទុកជាមុនបងប្អូនអញ្ចឹងគាត់ខ្ញុំចង់បង្ហាញខ្ញុំ
nhom chongធ្វើ model បងប្អូនខ្ញុំចង់ដើរចង់របៀប style អ្នក model អញ្ចឹងណាប៉ុន្តែតាមពិតខ្ញុំគ្រាន់តែចង់បង្ហាញសម្លៀកបំពាក់នេះដល់បងប្អូនចង់ឲ្យបងប្អូនឃើញថាអូខេសម្លៀកបំពាក់នេះប៉ុណ្ណឹងតើតម្លៃប៉ុណ្ណឹងតើសមរម្យអត់អូខេអញ្ចឹងសម្រាប់រ៉ូបមួយនេះបងប្អូនចាបងប្អូនទាញមើលថារ៉ូបនេះតម្លៃប្រហែលអូខេចឹងរ៉ូបមួយនេះតម្លៃ$24បងប្អូនចាហើយរ៉ូបពណ៌បៃតងរ៉ូបខ្លីពណ៌បៃតងដែលខ្ញុំស្លៀកបង្ហាញមុនហ្នឹងចាតម្លៃ$11បងប្អូនចាថ្លៃអត់បងប្អូនចាកុំភ្លេចសរសេរក្នុង comment ខាងក្រោមចាអញ្ចឹងសម្រាប់នាងខ្ញុំអញ្ចឹងបងប្អូនគិតថា really មែនទេរ៉ូបនឹងតម្លៃ$10ទិញបានដែរ$10នៅស្រុកអាមេរិកចាទិញបានបងប្អូនដឹងថាខ្ញុំទៅទិញនៅណាអត់អូខេអញ្ចឹងបងប្អូនខ្ញុំចង់និយាយប្រវត្តិខ្ញុំបន្តិចអញ្ចឹងនៅពេលដែលមុននឹងខ្ញុំមកដល់អាមេរិកនេះមុនខ្ញុំចេញមកអ៊ំស្រីខ្ញុំហើយនឹងបងចំនួនមួយខ្ញុំគាត់ជាអ្នកជួយខ្ញុំមកអញ្ចឹងមុនដែលខ្ញុំចេញមកគាត់ប្រាប់ថាខោអាវយើងនៅស្រុកខ្មែរយកមកពាក់នៅស្រុកអាមេរិកពាក់មិនចុះគេអញ្ចឹងបាច់យកមកឯងបងប្អូនដឹងមិនអត់ខ្ញុំទិញមកតែខោអាវដេកប្រហែលជា5កាផ្លេហើយនឹងអូខេនិយាយដល់អត់ខ្មាស់ទៅចាស់ខ្ញុំទិញអាវក្នុងអាវតំណប់ហើយនឹងខោតំណប់ប៉ុណ្្នឹងឯងហើយនឹងមកអត់មានកៅអៅឯងបងប្អូនមានតែកៅអៅមកកាផ្លេជាប់ខ្លួនគត់និយាយរួមទៅមានតែមកកាផ្លេហើយនឹង2-3កាផ្លេប៉ុណ្្នឹងឯងខ្ញុំយកមកប៉ុណ្្នឹងហើយនឹងកៅអៅកេងប៉ុណ្្នឹងឯងពួកអីគាត់ថាបាច់យកមកហើយពួកអីកៅអៅយឺសុកខ្មែរយកមកដល់នេះពាក់ក៏អត់ត្រូវជាមួយគេដែរអញ្ចឹងយើងបាច់យកមកហើយចាំទិញនៅនេះទេហើយនៅពេលដែលខ្ញុំមកដល់ខ្ញុំអត់មានលុយទេបងប្អូនសំណាងល្អបានបងចដូនមួយខ្ញុំគាត់ឲ្យកៅអៅចាស់របស់គាត់ដែលគាត់ស្លៀកហើយដូចថាឥឡូវគាត់ស្លៀកអត់ចុះអញ្ចឹងណាគាត់ឲ្យខ្ញុំបងប្អូនអញ្ចឹងខ្ញុំស្លៀកកៅអៅគាត់ចាខ្ញុំស្លៀកកៅអៅគាត់រហូតដល់មកដល់ខ្ញុំបាន2អាទិត្យបងប្អូនអញ្ចឹងមកដល់យល់ទៅខ្ញុំស្លៀកកៅអៅគាត់រហូតនៅពេលដែលខ្ញុំបានមកដល់នេះខ្ញុំបានមួយអាទិត្យចាខ្ញុំឈឺប្រហែលជាជិត10ថ្ងៃខ្ញុំកើតជំងឺអត់ស្វាយអូចឆ្អូចស្អូចកើតជំងឺស្អូចបងប្អូនចាខ្ញុំមកដល់នេះភ្លាមគឺខ្ញុំកើតជំងឺស្អូចចាឡើងទទួលពេញខ្លួនបងប្អូនមួយជីវិតខ្ញុំនៅស្រុកខ្មែរខ្ញុំមិនដែលកើតទេបងប្អូនខ្ញុំកើតទាំងអស់បងប្អូនខ្ញុំ8នាក់បងប្អូនចាគេកើតទាំងអស់តែខ្ញុំមិនកើតទេប៉ុន្តែពេលដែលខ្ញុំមកដល់អាមេរិកភ្លាមគឺខ្ញុំឈឺអានឹងភ្លាមងើបអត់រួចទេបងប្អូនងើបអត់រួចពីកន្ទេលហ្មងប្រហែលជា10ថ្ងៃហើយញ៉ាំអីចូលគឺក្អួតមកវិញអស់ចាអញ្ចឹងនឹងប្រវត្តិរបស់ខ្ញុំចាអញ្ចឹងបងប្អូននៅពេលដែលខ្ញុំបានមកដល់នេះបាន2អាទិត្យពេលដែលខ្ញុំជាពីជំងឺស្អូចហ្នឹងអញ្ចឹងខ្ញុំស្គាល់ខ្មែរម្នាក់គាត់ហៅខ្ញុំចូលធ្វើការហាងដូណាត់ចាអញ្ចឹងខ្ញុំក៏ទៅធ្វើការហាងដូណាត់ជាមួយគាត់ប៉ុន្តែដោយសារខ្ញុំមកដល់បានប្រហែលជាជាង2អាទិត្យអត់ដែលបានតាណាសោះបងប្អូនអត់ដែលបានចាយលុយអត់ដែលស្គាល់លុយអញ្ចឹងទៅធ្វើការយើងត្រូវដឹងលុយហើយនៅស្រុកខ្មែរយើងស្គាល់ដុល្លារប៉ុន្តែយើងអត់ដែលស្គាល់លុយកាក់មែនទេបងប្អូនព្រោះតែយើងចាយតែដុល្លារប៉ុន្តែនៅស្រុកនេះគេចាយកាក់បងប្អូននេះកាក់អាធំនេះ25សេនបងប្អូន4កាក់ហ្នឹងគឺស្មើនឹង$1អូខេហើយបន្ទាប់ទំហំបន្ទាប់ហ្នឹងទៀតអាមួយនេះសម្រាប់ខ្ញុំគិតថាវាទំហំវាបន្ទាប់អាធំមែនទេបងប្អូនអញ្ចឹងខ្ញុំគិតថាប្រហែលវា$10 10សេនណាមួយហ្នឹងប៉ុន្តែមិនមែន10សេនទេបងប្អូនអាធំនេះ5សេនចាហើយអាមួយទូចង្កេនេះអាមួយនេះ10សេនបងប្អូន10សេន10កាក់ទៅបាន$1អញ្ចឹងហើយគេមានអាគុណទូចមួយទៀតនេះ1សេនបងប្អូន100កាក់ទៅបាន$1ចាអញ្ចឹងនៅពេលក្រោយពេលយើងទៅទិញគេទិញអីវ៉ាន់ដូចទិញដូណាត់អីចឹងវាថាអស់75សេនអញ្ចឹងយើងត្រូវអាប់ឲ្យគេមកកាក់វិញបងប្អូនអញ្ចឹងណាហើយដោយសារតែយើងមកដល់ដំបងខ្ញុំមកដល់ដំបងអត់ដែលដឹងសោះអត់ដែលចាយសោះទៅធ្វើការភ្លាមគឺខ្ញុំត្រូវការត្រូវការចេះចាយលុយនឹងភ្លាមចឹងខ្ញុំរៀនហើយយូរទៅខ្ញុំធ្វើការនៅហាងដូណាត់ហ្នឹងបានមួយរយៈអញ្ចឹងខ្ញុំមានលុយខ្លះអញ្ចឹងខ្ញុំចង់ទៅទិញកៅអៅអញ្ចឹងបងប្អូនដឹងថាហាងកៅអៅខ្ញុំហាងណាអត់ហាងទី1នៅស្រុកអាមេរិករបស់ខ្ញុំចានៅស្រុកអាមេរិកនេះគេហៅ Goodwill បងប្អូន Goodwill និយាយរួមទៅនៅស្រុកខ្មែរយើងកៅអៅទៅជុះ
ចាកៅដូចថាគេពាក់ហើយអ្នកគេមានគេបរិច្ចាគទៅឲ្យហាងហ្នឹងអញ្ចឹងណាអញ្ចឹងហាងហ្នឹងលក់បន្តយើងអញ្ចឹងខ្ញុំទិញកៅហ្នឹងបងប្អូនខ្ញុំទៅទិញហាងទិញកៅស្លៀកតែកៅពីហាងហ្នឹងឯងរួចបន្ទាប់ពីហ្នឹងមកខ្ញុំធ្វើការបានយូរបន្តិចខ្ញុំទៅសាលាខ្ញុំមានការងារធ្វើខ្ញុំមានលុយចាយខ្លះអញ្ចឹងខ្ញុំអាចទៅទិញកន្លែងផ្សេងទៀតអញ្ចឹងណាហើយប៉ុន្តែរហូតដល់សប្តាហ៍នេះយ៉ាខ្ញុំមកនៅចិត្តនៅអាមេរិកនេះជិត10ឆ្នាំហើយបងប្អូនប៉ុន្តែខ្ញុំខោអាវហាងកៅអៅដែលខ្ញុំពេញចិត្តបំផុតដែលខ្ញុំទៅញឹកញាប់ជាងគេគឺហាង Ross អញ្ចឹងគេហៅថា Ross ហ្នឹងមិនមែនជាហាងអីទំនើបទាន់សម័យទេបងប្អូនហាងហ្នឹងគាត់ថាកៅអៅថ្មីកៅអៅដូចថាកៅអៅថ្មីប៉ុន្តែមិនមែនកៅអៅទៅជុះទេប៉ុន្តែរបៀបវាថាកៅអៅហាងគេទំនើបនៅស្រុកនេះគេហៅ Macy ឬក៏Macy Express មានអីចឹងបងប្អូនហាងគេធំចឹងនៅពេលដែលគេលក់របៀបថាកៅអៅដូចថាវាចង់ហួសសម័យបងប្អូនចង់ហួសសម័យចឹងគេយកទៅលក់នៅ Ross គេចង់ទៅលក់នៅ Ross ចឹងនៅពេលគេទៅលក់នៅ Ross គេយកតម្លៃ75% ឬក៏50% អញ្ចឹងបងប្អូនអញ្ចឹងដូចរ៉ូបដែលខ្ញុំស្លៀកមួយនេះបងប្អូនអារ៉ូបមួយនេះចានេះរ៉ូបនេះចាអញ្ចឹងរ៉ូបនេះបងប្អូនបើសិនជាតម្លៃវាពេញប្រហែលវាជិត$100ដែរប៉ុន្តែដោយសារខ្ញុំទិញនៅ Ross វាបញ្ចុះតម្លៃ 75% អញ្ចឹងរ៉ូបនេះតម្លៃត្រឹមតែ$24បងប្អូនចាហើយរ៉ូបពណ៌បៃតងដែលខ្ញុំស្លៀកមុននោះចាអាមួយមុននោះតម្លៃគឺ$11បងប្អូនអញ្ចឹងចាឥឡូវខ្ញុំសួរបងប្អូនវិញថាតើតម្លៃខោអាវនៅសហរដ្ឋអាមេរិកនេះថ្លៃដែរឬទេចាកុំភ្លេចតម្លាក់ក្នុង comment បងប្អូនចាថ្លៃឬថោកអញ្ចឹងខ្ញុំភ្ញាក់ផ្អើលមែនតើពេលខ្ញុំទៅស្រុកខ្មែរកាលពីឆ្នាំទៅចាខ្ញុំទិញកៅអៅអនឡាញខ្ញុំដឹងទៅនៅស្រុកខ្មែរឥឡូវគេនិយមអនឡាញអីវ៉ាន់អនឡាញមានអីបងប្អូនចាអញ្ចឹងខ្ញុំកំងកៅអៅអនឡាញជាមួយចដូនមួយខ្ញុំក៏អ្នកលក់អីចឹងណាឬក៏ខ្ញុំទិញតាមគេបន្តអញ្ចឹងព្រោះខ្ញុំឃើញនៅក្នុងរូបស្អាតហ៎នៅពេលដែលខ្ញុំទិញខ្ញុំតម្លៃអត់មានក្រោម$20បងប្អូនគ្រាន់តែអាវធម្មតាខ្ញុំទិញនឹងប្រហែលជា$8 ចារ៉ូពងមានរហូតដល់$20ជាងប៉ុន្តែខ្ញុំស្លៀកអត់ត្រូវបងប្អូនស្លៀកអត់ត្រូវទេហើយសាច់កណាត់វាអត់ល្អអញ្ចឹងសម្រាប់ខ្ញុំចានៅអាមេរិកខ្ញុំអាចទិញបានខោអាវខ្ញុំគឺភាគច្រើនតម្លៃអត់លើតម្លៃ maximum របស់ខ្ញុំបងប្អូន maximum របស់ខ្ញុំគឺ$30តម្លៃដែលខ្ញុំទិញថ្លៃបំផុតគឺ$30អញ្ចឹងចាអូខេតែអត់មានអីបងប្អូនគាត់ឲ្យចង់ចែករំលែកជាមួយបងប្អូនអំពីតម្លៃខោអាវនៅស្រុកនេះហើយចាប្រៀបជាមួយនឹងស្រុកខ្មែរយើងថាតើវាយ៉ាងម៉េចដែរអូខេចឹងអរគុណបងប្អូនហើយឆ្លៀតឱកាសនេះផងដែរបងប្អូនចានាងខ្ញុំសូមអរគុណបងប្អូនមែនតើដែលបានចូលមកកាន់ channel ខ្ញុំរាប់អានខ្ញុំដោយស្មោះត្រង់ចាអញ្ចឹងខ្ញុំឃើញមានបងប្អូនច្រើនដូចជាបងប្អូនដូចជាបងចង់ដឹងចា channel របស់គាត់ឈ្មោះគាត់ចង់ដឹងចាមើលបងប្អូនច្រើនទៀតសុំទោសដែលខ្ញុំមិនអាចរៀបរាប់ឈ្មោះអស់អញ្ចឹងគាត់ចូលមក channel ខ្ញុំគឺបើតាមខ្ញុំដឹងគាត់ដូចថាគាត់មើលវីដេអូរបស់ខ្ញុំគាត់ពេញចិត្តចឹងណាហើយចឹងខ្ញុំធ្វើឲ្យខ្ញុំអ្នកបង្កើតវីដេអូខ្ញុំមានក្តីរីករាយសប្បាយចិត្តមែនតើបងប្អូនព្រោះគិតថាចាខ្ញុំចង់ចែករំលែកអ្វីៗដែលខ្ញុំមានអ្វីៗដែលខ្ញុំឃើញជាមួយនឹងបងប្អូនហើយឃើញថាបងប្អូនចូលចិត្តចឹងធ្វើឲ្យខ្ញុំជាអ្នកបង្កើតវីដេអូនោះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើវីដេអូល្អខ្ញុំចង់តកែងល្អផ្ដិតយកទៅស្ពីបស្អាតៗដើម្បីចែកជូនបងប្អូនបន្តទៀតហើយចាហើយមួយទៀតផងដែរបងប្អូនសម្រាប់បងប្អូនដែលចូលមក channel របស់ខ្ញុំអញ្ចឹងគ្រប់ពេលដែលបងប្អូនតម្លាក់ comment នៅក្នុងវីដេអូរបស់ខ្ញុំគឺខ្ញុំរីករាយនឹងត្រឡប់ទៅកាន់បងប្អូនវិញហើយបើទុកបីជាខ្ញុំមិនមែនអ្នកលេងហ្គេមខ្ញុំមិនមែនជាអ្នកនេសាទខ្ញុំមិនមែនជាអ្នកអីក៏ដោយបើសិនជាខ្ញុំអត់មើលក៏ខ្ញុំ play ឲ្យបងប្អូនគឺខ្ញុំជួយបងប្អូនវិញចាខ្ញុំអត់កុហកនេះគឺជាយល់ទៅនេះគឺជាមូលហេតុមួយដែលខ្ញុំចង់បង្កើត YouTube
អូខេចឹងបងប្អូនទាំងអស់គ្នាអរគុណបងប្អូនមែនតើដែលបានទស្សនាវីដេអូរបស់នាងខ្ញុំស្ដាប់រឿងរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយចាសម្រាប់បងប្អូនថ្មីក៏សូមស្វាគមន៍មកកាន់ Channel ANG ខ្មែរ US ហើយបើសិនជាបងប្អូនចង់គាំទ្រនាងខ្ញុំក៏ដូចជាចាចង់ឃើញអំពីទេសភាពស្អាតៗក៏ដូចជាបញ្ហាផ្សេងៗនៅជុំវិញពិភពលោកជាមួយនាងខ្ញុំចាកុំភ្លេចចុច like បងប្អូន subscribe ហើយសំខាន់បំផុតគឺបងប្អូនចុចសញ្ញាកណ្ដឹងចាហើយចុច all អញ្ចឹងគ្រប់ពេលដែលខ្ញុំបង្ហោះវីដេអូចាគឺបងប្អូននឹងទទួលបានព័ត៌មានក៏ដូចជាវីដេអូថ្មីៗរបស់នាងខ្ញុំចាអរគុណចឹងបងប្អូនទាំងអស់គ្នាថែទាំសុខភាពចាការពារខ្លួនជាឆ្ងាយពីជំងឺ Covid ចាអរគុណសំណាងល្អសុខសប្បាយទាំងអស់គ្នាបងប្អូនបាយបាយអរគុណ